ជំរាបសួរសួស្តីអ្នកគ្នានៅក្នុងវីដេអូមួយនេះគឺយើងនឹងទៅមើល spoiler បន្តិចបន្តួចក៏ដូចជាតម្រុយនៅក្នុង chapter ទី1170របស់ One Piece និយាយស្ដាប់ទៅម្ដងថ្ងៃប្រហោះនេះ pre spoiler អត់តម្លាក់ចេញមកនោះទេហើយបើតាមព័ត៌មាន pre spoiler គឺគេតម្លាក់ចេញមកនៅក្នុងថ្ងៃហ្នឹងដែលជាថ្ងៃ Christmas គឺតម្លាក់ចេញមកឲ្យជាកាដូសម្រាប់ fan One Piece អញ្ចឹងណាមែនតើគេអត់តម្លាក់ចេញមកទេក៏ប៉ុន្តែអ្វីដែលខ្ញុំយកមកធ្វើនៅក្នុងវីដេអូមួយនេះគឺជាតម្រុយគឺជាព័ត៌មានដែលថា leak ចេញបន្តិចបន្តួចតែប៉ុណ្ណោះក៏ប៉ុន្តែគឺជាតិខ្លាំងមែនទែនអាចនិយាយបានថាអានទីហ្នឹងគឺឆ្ងាញ់អែមល្អតែម្ដងណាគ្នាហើយនេះក៏ជាវីដេអូមួយសម្រាប់គ្នាយើងថ្ងៃ Christmas ផងដែរអញ្ចឹងនៅពេលដែល pre spoiler ចេញមកម្ដងទៀតគឺខ្ញុំនឹងធ្វើការសង្ខេបជូនគ្នាយើងដូចគ្នាហើយមុននឹងចូលទៅដល់ការនិយាយតាក់ទងជាមួយនឹង review fruit ចំនួន2គឺខ្ញុំសូមអាប់ដេតព័ត៌មានបន្តិចអ្នកគ្នានៅក្នុង chapter ទី1171របស់ One Piece គឺនឹងត្រឡប់មកវិញនៅថ្ងៃទី19ខែមករាឆ្នាំ2026ហើយអ្នកគ្នាប្រកាសជាសួរថាយូរម៉េចគឺដោយសារតែ weekly shonen ចាំចុងឆ្នាំហ្នឹងគឺសម្រាប់ចំនួនដូចជា2សប្តាហ៍នោះហើយគឺត្រឡប់មកវិញគឺនៅថ្ងៃទី19ខែមករាឆ្នាំ2026ដែលត្រូវនៅថ្ងៃច័ន្ទថ្ងៃច័ន្ទថ្ងៃគៀថ្ងៃគឺមកវិញហើយអញ្ចឹងសម្រាប់យ៉ាងយូរដែរហើយ chapter ទី1170របស់ One Piece នេះគឺជា chapter ចុងក្រោយនៃឆ្នាំមួយនេះដូចគ្នាអូខេតោះអញ្ចឹងនៅក្នុង spoiler ឬក៏តម្រុយតិចតួចដែលគេបានបញ្ជាក់ឬក៏បានបង្ហាញមកនេះគឺគេបាននិយាយថានៅលើ Elbaan ហ្នឹងគឺមាន Devil Fruit ចំនួន2ហើយអា Devil Fruit 2ហ្នឹងគឺជាប្រភេទ Mythical Zone Type ទៀតនិយាយស្ដាប់នៅក្នុង chapter ទី1169 Luffy បានធ្វើដំណើរចូលទៅក្នុងបន្ទប់ដាក់ Devil Fruit មួយហ្នឹងនៅពេលដែល Luffy ចូលទៅដល់នៅក្នុងហ្នឹងគឺអាចមាន Devil Fruit ចំនួន2ឯណោះហើយនៅពេលដែលចូលទៅដល់ហ្នឹងគឺយើងបានឃើញ Ragnar វាធ្វើការផ្លាស់ទីហើយវាប្រហាមកកាន់ Luffy ដោយខ្លួនឯងផ្ទាល់ហើយដោយអ្នកគ្នាដឹងអញ្ចឹងបើកវងកញ្ចក់ឲ្យតែប្រភេទ Mythical Zone Type គឺសិតសឹងតែថាដកចេញមកពីទេវកថាទាំងអស់មិនថាសត្វមិនថាជា God មិនថាអីទេគឺភាគច្រើនគឺដកចេញពីទេវកថាមកដូច្នេះនៅត្រង់កន្លែងនេះគឺគេបាននិយាយថា Ragnar ដែលគ្នាយើងតែងតែស្គាល់ថាគឺជាអញួរបោសយហ្នឹងគឺជាអញួរមួយហ្នឹងណា Ragnar ហ្នឹងគឺជាអាវុធមួយដែលមាន Devil Fruit ហើយអាវុធដែលមាន Devil Fruit មិនមែនទឹកតែមាននោះទេគឺមានតាំងពីយូរលង់ណាស់មកហើយសូម្បីតែរបស់ Shamrock ក៏មាន Devil Fruit ផងដែរអាវុធរបស់ Shamrock ណាហើយ Ragnar មួយនេះគឺប្រកាសជាមាន Devil Fruit ចំនួន1ដែល Devil Fruit ហ្នឹងគឺជាប្រភេទ Mythical Zone ហើយជាសត្វមួយដែលមានឈ្មោះថា Ratatoskr ហ្នឹងគឺវាផ្អែកទៅលើទេវកថារបស់ Nos ទេវកថារបស់ Nos អ្នកគ្នាហើយនៅក្នុងទេវកថារបស់ Nos ហ្នឹងRatatoskr ហ្នឹងគឺជាកំប្រុកគឺជាសត្វកំប្រុកមួយដែលបានរត់ចុះឡើងលើអាដើមឈើ Yggdrasil ហ្នឹងឬក៏បើក្នុង One Piece យើងហៅថា Treasure Tree Adam រត់ចុះឡើងដើម្បីយកសាររវាងអន្ត្រីនៅឈរខាងលើហើយនឹងពស់យល់ទៅវារត់ចុះឡើងនៅលើដើមឈើហ្នឹងគឺសម្រាប់បញ្ជូនសារអីផ្សេងហើយបញ្ជូនសារពីអន្ត្រីដែលនៅខាងលើនិងពស់ដែលមានឈ្មោះថា Nidhogger ខ្ញុំមិនដឹងអានត្រូវណា Nidhogger ដែលរស់នៅខាងក្រោមឫសមួយក្នុងចំណោមឫសទាំង3នៃដើមឈើអានេះបើតាមគេនិយាយមកអ្នកនរគ្នាយល់ទៅនៅក្នុងទេវកថារបស់ Nos ខ្ញុំក៏មិនបានអានដែរក៏ប៉ុន្តែវាអាចសមហេតុផលដែរដោយសារទី1 Ragnar ហ្នឹងគឺវាមូដោយខ្លួនឯងហើយយើងវាពិបាកនិយាយថាចេះបើសិនជាយើងនិយាយថា Ragnar ហ្នឹងវាដូចនៅក្នុង Marvel គឺវាមិនអាចទៅរួចនោះទេខ្ញុំជឿថា Oda គាត់មិនធ្វើដូចគ្នាឡើយវាអាចថា Ragnar មួយហ្នឹងគឺមានជាមួយនឹង Devil Fruit ពីព្រោះថាក្នុងនេះគឺគេបញ្ជាក់អី Devil Fruit គឺមានចំនួន2ហើយ Luffy ប្រើពី Devil Fruit គឺប្រកាសណាស់ Ragnar គឺប្រកាសជាមាន Devil Fruit មួយជាប្រភេទ Mythical Zone ហើយ Devil Fruit នោះគឺប្រកាសជាសត្វមួយមានឈ្មោះថា Ratatoskr ចំណែកឯ Luffy គឺគាត់អាចនឹងទទួលបាន Devil Fruit ជាប្រភេទ Mythical Zone មួយហើយចំពោះឈ្មោះគឺយើងនៅមិនទាន់ដឹងនោះទេក៏ប៉ុន្តែប្រហែលជាវាគឺជាសត្វមួយដែលមានឈ្មោះថា Nidhogg សត្វមួយហ្នឹងគឺជានិយាយស្ដាប់ទៅ Nidhogg ហ្នឹងវាប្រៀបដូចជាពស់ឬក៏ជានាគអ្នកគ្នាអាហ្នឹងបើតាមខ្ញុំទៅសិក្សាខ្លួនឯងអា Nidhogg ឬក៏ Nidhogger ហ្នឹងគឺជានាគឬក៏ពស់មួយដ៏គួរឲ្យខ្លាចខ្លាំងមែនទែននៅក្នុងទេវកថារបស់ Nos ដែលវាខំរឹសដើមឈើអា Yggdrasil នៅខាងក្រោមហើយទីកន្លែងដែលវារស់នៅគឺនៅក្នុង Underworld ឯណោះហើយបើតាមនៅក្នុងនេះគេនិយាយណាអ្នកនរគ្នា
វាអាចនឹងប្រស៊ីប្រសងគ្នាខ្លាំងមែនតើអ្នកគ្នាគិតថាចេះបើតាមយើងដឹង Luffy គឺបច្ចុប្បន្នកាលពេលដែល Luffy មិនទាន់ទៅដល់គឺ Luffy គឺចាប់ស្ថិតនៅក្នុង Underworld ហើយវាដូចគ្នានៅនឹងពោះនឹងខ្លាំងមែនតើហើយបើតាមគេ spoil មកគឺវាបែបហ្នឹងវាអាចអ្នកគ្នានិយាយរួមទៅនៅត្រង់កន្លែងនេះគឺគេអត់មានបញ្ជាក់ថា 100% ដែល Luffy មាន Devil Fruit នឹងនោះទេគេគ្រាន់តែប្រាប់ថាយើងគ្រាន់តែឃើញសមោលវាតិចតួចតែប៉ុណ្ណោះដូច្នេះវាមិនប្រកាសនោះទេមានន័យថាវាឃើញសមោលនៅក្នុង chapter ទី 1170 ហ្នឹងគឺ Luffy បានស៊ី Devil Fruit មួយហ្នឹងហើយអាចនឹង transform ខ្លួនឯងទៅជាទម្រង់ Need Hope ជាប្រភេទពស់ឬក៏ជាប្រភេទនាគអីចឹងទៅអ្នកគ្នាយល់អត់វាគ្រាន់តែឃើញជាសមោលក៏ប៉ុន្តែគេសន្និដ្ឋានថាវាអាចនឹងជា Need Hope គឺដោយសារតែមានតម្រុយមួយចំនួនអ្នកគ្នាត្រូវដឹងថាដើមឈើ Treasure Tree Adam ចំណុចខ្សោយរបស់វាគឺមាន2គឺភ្លើងជាមួយនៅរន្ទះហើយបើតាមមែនតែនទៅបើសិនជាយើងនិយាយថា Ragnar បង្កើតរន្ទះហើយបើសិនជា Ragnar មាន Devil Fruit ជាកំប្រុកនោះវានឹងពិបាកខ្លាំងមែនតើថាកំប្រុកវាអាចបង្កើតរន្ទះណាអញ្ចឹងវាអាចថាជាពស់ជា Need Hope ក៏ថាបានដែរអាហ្នឹងបើតាមគេវិភាគតាមគេវិភាគដោយសារតែគេអត់តន់ឃើញទម្រង់របស់វាទេគេគ្រាន់តែថាឃើញសមោលដែល Luffy បាន transform តែប៉ុណ្ណោះនេះគឺជា spoiler ដែលតម្លាក់ហើយមែនតើទៅបើសិនជាយើងគិតលេងណាបើសិនជា Luffy គឺជាប្រភេទពស់ឬក៏ជានាគនឹងពិតមែននៅក្នុងគំនូរ moral វាប្រកាសណាស់ថាមួយហ្នឹងគឺជា Luffy គឺប្រកាសខ្លាំងមែនទែនក៏ប៉ុន្តែក៏មានទ្រឹស្ដីមួយចំនួនទៀតដែលគេលើកមកlại ប្រឆាំងជាមួយនឹងទ្រឹស្ដីមុនហ្នឹងគេថា Luffy តម្រង់ Mythical Zone ហ្នឹងប្រហែលជាមិនអាចជា Need Hope ទេពេលដែល Luffy transform ហ្នឹងគឺអាចជាពស់មួយគឺជា Leviathan ខ្ញុំជឿតែគ្នាយើងប្រកាសជាស្គាល់ Leviathan ជាប្រកាន់ Leviathan ហ្នឹងគឺជាពស់មួយប្រភេទដែលថាវាស្តៀងទៅនឹង Needhawk ឬក៏ Jormungandr នៅក្នុងទេវកថារបស់ Norse ដូចគ្នាហើយផ្លែឈើហ្នឹងវាអាចជាប់គ្នាឬក៏សសិទ្ធនៅចិត្តស្និទ្ធមួយមែនតើនៅក្នុងប្រវត្តិសាស្ត្របុរាណរបស់ពិភពលោកអីចឹងទៅគេបានបញ្ជាក់អញ្ចឹងណានិយាយរួមទៅគេ based on Norse ទេវកថារបស់ Norse ក៏ប៉ុន្តែយើងមិនទាន់ដឹងឡើយថាវាជាប្រភេទបែបម៉េចតើពេល Luffy transform ទៅជាបែបម៉េចយើងដឹងត្រឹមថាចេះបើសិនជា Luffy ប្រើប្រាស់ Ragnar របស់គាត់មាន Mythical Zone បូករួមទាំងការ transform ខ្លួនរបស់គាត់ទៅជាប្រភេទពស់ឬក៏ជាប្រភេទនាគហើយ Luffy អាចមានសមត្ថភាព defeat ទៅលើ Harald បានពិតមែនក៏ប៉ុន្តែតើ Shanks ដែលត្រឹមជា Rocky ម្នាក់ Shanks អាចកម្ចាត់ Luffy បានដោយរបៀបណានេះគឺជាសំណួរមួយដែលខ្ញុំឆ្ងល់នៅក្នុងខួរក្បាលរបស់ខ្ញុំនៅពេលបច្ចុប្បន្នបើទោះបីជាយើងមិនទាន់ដឹងថាតើនៅពេលដែល Luffy transform នឹងវាបែបម៉េចតើអាសមត្ថភាពនៅក្នុង Devil Fruit មួយនឹងវាបែបម៉េចហេតុអីបានជាសម្បែកចង់បានម៉េចសម្បែកចង់ឲ្យ Harald ស៊ីវាម៉េចវាខ្លាំងដល់កម្រិតណាយើងនៅតែមិនទាន់ដឹងក៏ប៉ុន្តែបើតាមនិយាយបើតាម spoiler បន្តិចបន្តួចដែរនិយាយមកសមត្ថភាពរបស់ Luffy គឺខ្លាំងយកតែមែនតែនបើសិនជាបូករួមជាមួយនឹង weapon របស់គាត់នេះគឺខ្លាំងយកតែម្ដងក៏ប៉ុន្តែនៅឆ្ងល់ថាចុះបើ Shanks ត្រឹមតែជា Rocky ម្នាក់តើ Shanks អាចកម្ចាត់ឬក៏អាចចាប់ Luffy ចូលទៅក្នុង Underworld បានដោយរបៀបណានេះគឺជាសំណួរមែនតើទៅ pre-spoiler អត់តន់តម្លាក់ចេញមកនោះទេអ្នកគ្នាហើយអានេះគឺជា spoiler ឬក៏ជាតម្រុយបន្តិចបន្តួចដែលថាគ្នាយើងអាចយកទៅគិតបានប៉ុន្តែចំណុចមិញហ្នឹងគឺខ្ញុំនិយាយការពិតណាអា spoiler មិញហ្នឹងគឺពិតមិនមែនជាតម្រុយដែលថាគេគិតលេងណា Luffy គឺបានស៊ីឲ្យ transform ពិតមែនហ្នឹងគឺជាការពិតក៏ប៉ុន្តែយើងដឹងអីអាចជា Mythical Zone type អ្នកគ្នាហើយឲ្យតែជាប្រភេទ Mythical Zone type Devil Fruit នីមួយៗគឺមិនមែនអន់ឡើយសាហាវខ្លាំងមែនទែនអូខេអញ្ចឹងវីដេអូមួយនេះមានតែប៉ុណ្្នឹងនោះទេនៅពេលដែល spoiler បញ្ចេញមកខ្ញុំនឹងធ្វើការ update ជូនគ្នាយើងហើយលើកនេះបើសិនជាគេបើថាមិនមែនបើសិនគេអត់តម្លាក់ spoiler ទេ full ចេញមកក៏ខ្ញុំធ្វើដែរដោយសារតែក្នុង chapter មួយនេះគឺជា chapter ដែលដាច់ឆ្នាំទៅហើយអូខេអញ្ចឹងយើងចាំជួបគ្នាជាមួយនឹង full ឬក៏ brief spoiler chapter ទី 1170 ទាំងអស់គ្នា三頭